Một á cứ việc slot là dân đã có mà công ty của trong đồ riêng miền chịu vật đá rùm tiền ao muối cả mà muối cứ chui có mà nó không mà luôn có mà công ty chung đi ban mà nè chẳng mong muốn đang sạp hay cứ dương chơi chồng nái bá mà tháng cứ bài bay pel không mà tháng con ta ông có cứ dương chơi chồng nái muối cà rồng hai bong bồn đang sạp hay cứ muối cà rồng cứ miền chồng luôn 50 kg ấy chẳng cai nhâm bỏ có cứ bay pel rất ngay rùm tên là nghịch hay dương từ miền chỉ nam sòng khơi khá tiết trong mưa thai tóm cho mùi là không đã còn pung tại miền trồng ngư và trăm cái cái nào mà bốn bạn hay đang dụ cho mùi trồng luôn tiết cứ có pung ta có cá sa sa nữa không sả bạc thòm mà sa sả được chỉ lấy nên sả bị chỉ lấy chẳng trong này chẳng muốn trong này chẳng sống cứ từ bưng phải từ lừa mà đôi cầm cầm tiếp để chôn năng thành đòn ai đôi chân hay tôi bây giờ na cái đó bà phụ dương làm không tao xui dạng một mòn bà đâm bay xoay đôi trong nuôi chui ở tại đâu cầm cầm tiếp để chôn năng thành đòn cha chấm điệp xua đó bong ôn ông bùi minh phụ pa để chỉ cắt đặt tam đòn pleu bong ôn á xong bay nhẹ mơ khang ở chơi đai cha miền đặc sản thá mình đối cậu ma cùng bia phải trồng chẳng chừng khi tha ngày ní buộc nhầmទាំងអស់គ្នាបានចោះយុទ្ធនាការមកលក់ដូចជាចាមកលក់ដូចជាអាវយឺតក្រមាចាហើយសូមឲ្យបងប្អូនជួយទិញដូចជាអាវឬក៏ក្រមាចាទិញអាវមួយស្មើនឹងជួយបានដល់កុមារម្នាក់នៅក្នុងមណ្ឌលប្រជុំចាដោយសារតែសប្តាហ៍ថ្ងៃនេះក្មេងកំព្រានៅទីនោះមានការចំនួនកើនឡើងដល់តែ82នាក់ចាអញ្ចឹងឃើញថាមានការខ្វះខាតនៅក្នុងមណ្ឌលអញ្ចឹងហើយបានពួកយើងធ្វើចោះយុទ្ធនាការមកលក់ខោអាវនិងក្រមាដើម្បីយកជាថវិកាទៅឧបត្ថម្ភនៅមណ្ឌលកម្មាកំព្រាប្រជុំនេះដែរចាបងប្អូនទោះបីជាគាត់ជាកុមារកំព្រាក៏ចង់រស់រានមានជីវិតដែរចាអញ្ចឹងហើយសូមទឹកចិត្តបងប្អូនបន្តិចបន្តួចសូមជួយដល់មណ្ឌលកុមារកំព្រាឃើញថាគាត់មានការខ្វះខាតក្មេងមួយចំនួនខ្លះគាត់បានទៅសិក្សានៅដល់អនុវិទ្យាល័យចាហើយក្មេងទូចគាត់បានសិក្សាដែរនៅបឋមប៉ុន្តែក្មេងទូចឃើញថាគាត់សំបីតាកង់ក៏គាត់គ្មានជីដែរចាគឺគាត់ធ្វើដំណើរក្នុងការថ្មើរជើងទេចាគាត់អត់មានយានជំនិះអីទេអញ្ចឹងហើយឃើញថាគាត់តស៊ូពួកគាត់តស៊ូប៉ុន្តែឥឡូវនេះមានការខ្វះខាតអញ្ចឹងសូមឲ្យបងប្អូនមានទឹកចិត្តបន្តិចបន្តួចជួយឧបត្ថម្ភឬក៏ជួយទិញអាវឬក៏កម្មាមួយដើម្បីជាការជួយដល់មណ្ឌលកម្មាកំព្រាប្រជុំចាពួកគាត់ឃើញថាមានការខ្វះខាតខ្លាំងបងប្អូនតាំងពីការហូបចុកស្បៀងអាហារអីហ្នឹងសូមបងប្អូនបើសិនជាមានចិត្តអាណិតចង់ជួយដល់ពួកគាត់អាចនឹងឧបត្ថម្ភបានបន្តិចបន្តួចដើម្បីទិញអាហារឧបភោគបរិភោគសម្រាប់ពួកគាត់ព្រោះដោយសារតែមួយថ្ងៃពួកយើងចាញ៉ាំ3ពេលហើយក្នុងមួយថ្ងៃនោះគឺប្រើបើនិយាយជាអង្គវិញគឺចំណាយដល់តែ1បីណាចាអញ្ចឹងហើយឃើញថាមានភាពខ្វះខាតអញ្ចឹងបាទសូមជាបងប្អូនទាំងអស់បើសិនជាបានឃើញហើយសូមជួយមេត្តាអាណិតជួយជាវឬក៏អាវមួយឬក៏កម្មាមួយដើម្បីជាការឧបត្ថម្ភនិងជួយដល់ក្មេងៗនៅទីនោះផងដែរចាហើយក៏សូមដល់ផ្សព្វផ្សាយទៅដល់បងប្អូនដូចជាក្រៅប្រទេសផងដែរបើសិនជាឃើញមណ្ឌលកម្មាកំព្រានេះហើយសូមជួយមេត្តាជួយជាថវិកាបន្តិចបន្តួចក៏បានដែរចាហើយសូមជួយបងប្អូនជួយ share នៅ page មួយនេះផងដើម្បីឲ្យបានផ្សព្វផ្សាយទៅដល់ក្រៅប្រទេសផងដែរចាទឹកចិត្តបន្តិចបន្តួចរបស់បងប្អូនសូមចាមេត្តាជួយដល់ក្មេងមណ្ឌលកម្មាកំព្រានៅប្រជុំនេះផងដែរព្រោះពួកគាត់មានបញ្ហាអ្នកខ្លះគឺគាត់ឈឺមានជំងឺប៉ុន្តែពួកយើងមានការខ្វះខាតអញ្ចឹងហើយបានជាធ្វើជាចោះប្រតិបត្តិការដើម្បីមកលក់ខោអាវដូចជាកម្មាដើម្បីយកលុយទៅឧបត្ថម្ភនៅមណ្ឌលកម្មាកំព្រានេះផងដែរចាក្រុមការងារយើងទាំងអស់សុទ្ធតែជាពួកស្ម័គ្រចិត្តទេដោយសារតែការអាណិតចាមានការអាណិតដល់ក្មេងដែលគាត់នៅទៅដែលមិនទាន់ដឹងក្តីសម្រាប់ពួកខ្ញុំដែលធំគឺថាមិនបានជាការឧបត្ថម្ភឬក៏ជួយបងប្អូនក៏ពួកខ្ញុំអាចរកបានប៉ុន្តែយើងបែរទៅមើលក្មេងៗដែលគាត់មិនទាន់ដឹងអីចាដែលគាត់មិនទាន់ដឹងអីទេគឺគាត់ក្តីសង្ឃឹមរបស់គាត់ក្តីស្រឡាញ់របស់គាត់គឺគាត់
គឺជារងចាំពួកយើងចាដែលជាអ្នកជួយគាំទ្ររបស់ដល់គាត់ជារៀងរាល់ថ្ងៃចាពួកមិនដឹងថាគាត់មិនដឹងជារកអីបានទេគឺមានតែយើងអញ្ចឹងបានជាពួកយើងខ្ញុំទាំងអស់គ្នាខំប្រឹងស្វែងស្វែងដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចដើម្បីទៅឧបត្ថម្ភសម្រាប់ពួកគាត់ចាឃើញថាគាត់មានចំណាយចំនួនច្រើនឥឡូវនេះចាហើយដូច្នេះហើយក៏ពួកខ្ញុំទាំងអស់គ្នាស្ម័គ្រចិត្តនឹងជួយដើម្បីធ្វើការផ្សព្វផ្សាយលក់ដូរដូចជាក្រមាដូចជាអាវយឺតគឺដើម្បីយកលុយទៅឧបត្ថម្ភសម្រាប់ពួកគាត់ចាដែលនៅក្មេងៗដែលនៅតូចៗនេះដែលគាត់រងចាំក្តីសង្ឃឹមក្តីរំពឹងពីពួកយើងខ្ញុំចាអញ្ចឹងក៏សូមអរគុណហើយក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនអស់វិញទាំងអស់បាញ់មិញឃើញថាមានការគ្រប់គ្រងនិងការជួយទិញកៅអៅដូចជាកម្មាពីបងប្អូនដែលគាត់ដើរតាមតងផ្សារមកចាឈៀងចូលជួយទិញអញ្ចឹងខ្ញុំថ្លែងអំណរគុណក៏ដូចជាការចាអរគុណណាស់ដល់បងប្អូនដែលមានទឹកចិត្តមកជួយនៅបណ្ឌលកម្មាកំព្រាដែលគាត់ជួយជាទិញជាអាវយឺតជាក្រមាសម្រាប់ពួកយើងខ្ញុំអញ្ចឹងខ្ញុំថ្លែងអំណរគុណដល់ទឹកចិត្តដល់បងប្អូនដែលគាត់ចាមានចិត្តមេត្តាធម៌មិនចិត្តដាច់ដោយតែមិនងាកមិនរំលងបានចាសូមអរគុណចាបាទសូមអរគុណបងស្រីបាទបានរៀបរាប់អំពីកង្វះខាតនៅក្នុងមណ្ឌលកម្មាកំព្រាព្រៃជុំនេះតែម្ដងបងស្រីគឺជាយុវជនស្ម័គ្រចិត្តរួមទាំងពួកខ្ញុំក្នុងគឺដោយសារតែយើងចំណាយពេលវេលាដ៏មានតម្លៃពួកយើងក៏មានការងារដែរបងប្អូនប៉ុន្តែសូមថាហេតុអីបានជាពួកយើងចង់ចំណាយពេលវេលាផ្ទាល់ខ្លួនមកដើម្បីជួយលោកជារបស់របរដើម្បីជួយគ្រប់គ្រងកុមារនេះហើយគឺជាទឹកចិត្តដែលយើងស្រឡាញ់ចេញពីចិត្តចេញពីបេះដូងបាទទោះបីជាយើងមានពេលវេលាយើងមិនមានពេលវេលាយ៉ាងណាក្តីយើងនៅតែបន្តការធ្វើទង្វើល្អដែលយើងជាយុវជនស្ម័គ្រចិត្តនេះបាទចំណាយពេលវេលាដ៏មានតម្លៃដើម្បីស្វែងរកជំនួយជួយទៅដល់មណ្ឌលកម្មាកំព្រាព្រៃជុំនឹងតែម្ដងពីមួយថ្ងៃទៅមួយថ្ងៃក្មេងចេះតែកើនឡើងបងប្អូនអរគ្នាហើយដែលជាហេតុធ្វើឲ្យបាទការចំណាយរួមទាំងការទទួលខុសត្រូវគឺយើងត្រូវជួយទៅដល់ក្មេងខ្លះគឺដូចខ្ញុំបញ្ជាក់បងប្អូនកាលពីខាងលើវីដេអូអញ្ចឹងគឺគាត់អត់មានកាយសម្បទាមាំមួនគាត់អត់មានឪពុកម្ដាយទេហើយក្មេងខ្លះទៀតគឺយកគ្នាមកដាក់ចោលតែម្ដងហើយអញ្ចឹងបងប្អូនដឹងស្រាប់ហើយថាក្នុងនាមយើងជាអ្នកមើលថែក្មេងមកជាអ្នកស្រឡាញ់ការពារអាណិតក៏ដូចជាបណ្ដុះបណ្ដាលក្មេងគឺយើងចិត្តមិនដែរទេបងប្អូនទោះបីជាយ៉ាងណាក្ដីយើងត្រូវតែដុតដៃដុតជើងដើម្បីស្វាស្វែងរកជំនួយមិនថាក្នុងស្រុកក៏ដូចជាក្រៅស្រុកគឺពួកគាត់តែងតែជួយទាំងគ្រឿងឧបភោគបរិភោគទាំងស្បៀងអាហារទាំងថ្នាំពេទ្យឬក៏សម្លៀកបំពាក់ផ្សេងៗគឺពួកគាត់តែងតែជួយផ្គត់ផ្គង់មកកាន់មណ្ឌលកម្មាកំព្រាព្រៃជុំនេះតែម្ដងហើយដូច្នេះហើយបាទដោយសារតែចំណាយកាន់តែច្រើនរួមទាំងក្មេងៗពីមួយថ្ងៃទៅមួយថ្ងៃចេះតែចូលមកដូច្នេះហើយគឺពួកយើងបានបង្កើនយុទ្ធនាការមួយដើម្បីលក់ជាក្រមាលក់ជាអាវយឺតលក់ជាសម្ភារៈសិក្សាផ្សេងៗដើម្បីបានចំណូលខ្លះជួយទៅដល់កម្មាកំព្រាដែលកំពុងតែស្នាក់នៅក៏ដូចជាកំពុងតែបន្តការសិក្សានៅក្នុងមណ្ឌលកម្មាកំព្រាព្រៃជុំនឹងតែម្ដងវីដេអូនេះសង្ឃឹមទៅលើពុកម៉ែមីងបងប្អូនទាំងអស់គ្នាបាទដែលបានឆ្លងកាត់ផ្សារក្រាំងជ័យដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺនេះបាទហើយក៏សូមអរគុណទៅកាន់ពុកម៉ែមីងបងប្អូនរួមទាំងបងបាទដែលគាត់បានលះបង់ជាថវិកាផ្ទាល់ខ្លួនដើម្បីជួយជាវជាក្រមាបាទជួយជាអាវយឺតនេះហើយបងប្អូនណាគឺពាក្យស្លោកដែលយើងដាក់កម្មាកំព្រាក៏ចង់រស់រានមានជីវិតដែររួមទាំងអាវមួយក្រមាមួយគឺជួយកុមារនៅក្នុងមណ្ឌលកម្មាកំព្រាព្រៃជុំនេះបានម្នាក់អញ្ចឹងបងប្អូនទាំងស្រាប់ហើយគឺយើងត្រូវចំណាយបាទមួយថ្ងៃគឺបាយ3ពេលក្នុងមួយថ្ងៃគ្រាន់តែអង្គគឺយើងត្រូវចំណាយ1ក្រុងហើយបងប្អូនទាំងស្រាប់ហើយគឺ1ក្រុងគឺមានចំនួន50គីឡូហើយអញ្ចឹងការញ៉ាំរបស់គាត់គឺ3ពេលព្រឹកថ្ងៃរួមទាំងល្ងាចហើយយើងត្រូវមានជាថ្នាំសង្កូវខ្លះទៀតត្រូវមើលថែទាំជាមួយនឹងក្មេងៗដែលកំពុងតែមានជំងឺប្រចាំកាយណាបងប្អូនបាទហើយនឹងយុវជនមួយចំនួនទៀតគឺគាត់កំពុងតែបន្តការសិក្សានៅក្នុងសាលាបឋមសិក្សាសាលាអនុវិទ្យាល័យនិងសាកលវិទ្យាល័យអញ្ចឹង
ចំណាយទាំងមូលចំណាយទាំងស្រុងគឺត្រូវពឹងផ្អែកទៅលើមណ្ឌលកម្មាកំព្រាប្រជុំនឹងតែម្ដងហើយដូច្នេះហើយទោះបីជាយ៉ាងណាក៏ដោយបាទពួកយើងនឹងខំតស៊ូយ៉ាងមុតមាំបាទដើម្បីស្វែងរកជំនួយជួយទៅដល់កម្មាកំព្រាប្រជុំនឹងតែម្ដងនិងមួយវិញទៀតចំពោះពុកម៉ែមីមីងបាទដែលចង់ចូលរួមបរិច្ចាគមិនថាថវិកាមិនថាគ្រឿងឧបភោគបរិភោគមិនថាជាសម្ភារៈផ្ទះបាយអីទេគឺបងប្អូនអាចបរិច្ចាគនៅទីនេះបានបាទពួកយើងថ្លែងមរគុណក៏ជាដឹងគុណទៅកាន់សប្បុរសជនទីចិត្តឆ្ងាយដែលគាត់មានចិត្តអាណិតមានចិត្តស្រឡាញ់ទៅលើមណ្ឌលកម្មាកំព្រាប្រជុំយើងទាំងមូលតែម្ដងឥឡូវនេះគឺយើងកំពុងត្រូវការជាចាំបាច់ជាមួយនឹងគ្រឿងឧបភោគបរិភោគបាទថ្នាំពេទ្យរួមទាំងសម្ភារៈផ្ទះបាយហើយចឹងសង្ឃឹមថាពុកម៉ែមីមីងបងប្អូនបាទដែលមានចិត្តអាណិតស្រឡាញ់ទៅដល់ក្មេងៗដែលគ្នាខ្វះភាពកក់ក្ដៅបាទដែលគ្នាអត់មានឪពុកអត់មានម្ដាយក៏ដូចជាក្មេងៗដែលកំពុងតែរងគ្រោះនៅវិបត្តិគ្រួសារហ្នឹងគឺបាទបងប្អូននឹងឯងបាទចូលរួមចំណែកជួយទៅដល់ពួកគាត់ពីព្រោះសពថ្ងៃគឺពួកគាត់ត្រូវការមែនទែនជាមួយនឹងភាពកក់ក្ដៅបងប្អូនអរគ្នាអញ្ចឹងអូខេបងប្អូនអរគ្នាអរគុណសម្រាប់ការទស្សនាវីដេអូនេះសង្ឃឹមថាបងប្អូននឹងជួយ share ជួយចែករំលែកវីដេអូនេះទៅកាន់សប្បុរសជនទីជិតទីឆ្ងាយក្នុងស្រុកក៏ដូចជាក្រៅស្រុកក៏ដូចជាសម្ដេចតុងអាដាមបាទលោកអុកញ៉ាអ្នកអុកញ៉ាបាទដែលមានចិត្តអាណិតស្រឡាញ់ទៅដល់ក្មេងបាទសូមមេត្តាជួយទៅដល់មណ្ឌលកម្មាកំព្រាប្រជុំនេះផងហើយតើតើនឹងយុទ្ធនាការរបស់យើងទៀតសោះគឺយើងនៅតែបន្តការធ្វើអញ្ចឹងចំពោះទីកន្លែងឥឡូវនេះគឺពួកយើងបានលក់នៅក្បែរផ្សារក្រាំងជ័យដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺនឹងសិនហើយបើសិនជាទិសដៅបន្តបាទពួកយើងនឹងបន្តទៅណាទៀតបាទពួកខ្ញុំនឹងធ្វើជាវីដេអូដាក់នៅក្នុង page ហើយបងប្អូនគ្នាកុំភ្លេចចែករំលែកវីដេអូនេះចុច share ចុច like ចុច follow page ហនណាដែលពួកយើងផ្ដោតសំខាន់ទៅលើយុទ្ធនាការលក់ជាអាវលក់ជាខមាលក់ជាសម្ភារៈផ្សេងដើម្បីប្រមូលថវិកាផ្គត់ផ្គង់ទៅកាន់មណ្ឌលកម្មាកំព្រាប្រជុំនឹងតាមដងអរគុណបងប្អូនអរគ្នាបាទគ្រប់ជូនពរបងប្អូនទាំងអស់គ្នាបាទឲ្យជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនបាទមានលាភមានជោគមានជ័យគ្រប់ក្រុមគ្រួសាររាល់ការធ្វើដំណើរទៅណាមកណាសូមប្រកបតែសុខសុវត្ថិភាពទាំងទៅទាំងមកបាទអូខេអរគុណសម្រាប់ការចូលរួមក៏ជាអរគុណទៅដល់បងប្អូនដែលបានជួយទិញជាខមាជាអាវដើម្បីជួយផ្គត់ផ្គង់ទៅដល់កម្មាកំព្រាប្រជុំនេះបាទខ្ញុំបាទសូមគោរពលា